ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះកូននៃក្មួយរបស់ខ្ញុំហ្នឹងថ្ងៃនេះក៏អត់ទៅសាលារៀនទេគេសម្រាកណាដល់អញ្ចឹងគាត់សុំឲ្យខ្ញុំហ្នឹងជូនពួកគាត់ទៅដើរលេងឥឡូវហ្នឹងកំពុងតែជិះនៅលើផាសស្អាប់ចាឥឡូវយើងធ្វើដំណើរមកដល់វិមានឯករាជ្យហើយចាឥឡូវខ្ញុំសម្រេចថានាំពួកគាត់ទៅលេងវត្តភ្នៅហើយចានេះទេសភាពមាត់ស្ទឹងផ្លូវលេខ1ចាឥឡូវយើងជិះមកដល់ស្ពានសម្ដេចកលាហោមសខេងហើយចាហើយនេះគេហៅថាស្ពានថ្មថ្មីបងប្អូនឥឡូវនេះយើងមកដល់ស្ពានថ្មថ្មីទៀតហើយនេះយើងមកដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងហើយដែលគេតែងតែហៅថាពេទ្យធំចាពុកម៉ែបងប្អូនហើយថ្ងៃនេះខ្ញុំឲ្យពុកម៉ែបងប្អូនមកឆ្លើយសំណួរជាមួយខ្ញុំណាថាតើដំណើរកំសាន្តទៅកាន់វត្តភ្នៅនេះខ្ញុំបានឆ្លងកាត់វត្តចំនួនប៉ុន្មានហើយវត្តនីមួយមានឈ្មោះអ្វីខ្លះចាឥឡូវយើងមកដល់ស្ពានឧត្តរទៀតហើយចាពុកម៉ែបងប្អូនតាមដានវីដេអូនេះកុំភ្លេចភ្នែកណាប្រយ័ត្នឆ្លើយអត់ត្រូវហើយបើសិនជាពុកម៉ែបងប្អូនឆ្លើយត្រូវខ្ញុំមានរង្វាន់ជូនទៀតថាតើខ្ញុំជិះឆ្លងកាត់វត្តចំនួនប៉ុន្មានហើយវត្តនីមួយមានឈ្មោះអ្វីខ្លះចាកន្លែងនេះវីដេអូ slow តបមើលកូនប្រុសទាំងពីរនោះចាឥឡូវយើងធ្វើដំណើរមកដល់វត្តភ្នៅហើយនោះបងស្តាបងឡៃចូលទៅខាងក្នុងវត្តមុនហើយចាវត្តនេះដែរគេហៅថាវត្តភ្នៅស្ថិតនៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបងបងប្អូនចាអរគុណច្រើនជំរាបលា